បាននិយាយពីមុខម្ហូបបងអត់មានអីស្រួលហើយលឿនជាងស្ងោរជ្រក់ទេតែសម្រាប់ស្ងោរជ្រក់ត្រីបើសិនជាបងស្ងោរដាក់គ្រឿងអត់ត្រូវអាចនឹងឆ្អាបតែឆ្អាបហើយគឺលែងឆ្ងាញ់ហើយបងសម្រាប់ស្ងោរជ្រក់ត្រីបើស្ងោរជ្រក់សាច់មាន់ស្ងោរជ្រក់អីផ្សេងអត់អីទេតែរឿងត្រីស្រែនេះមួយបើសិនជាឆ្អាបហើយគឺអូញ៉ាំអត់ឆ្ងាញ់ទេបងនិយាយមែនណាហើយសម្រាប់ខ្ញុំចូលចិត្តស្ងោរជ្រក់ជាងគេគឺស្ងោរជ្រក់ត្រីស្រែប្រភេទត្រីស្រែដូចជាត្រីរ៉ស់មានពងបែបនេះបងស្ងោរជ្រក់គឺថាមានជាតិផ្អែមខ្លាំងឆ្ងាញ់ខ្លាំងមែនតើពិសេសសាច់របស់វាប្រភេទត្រីស្រស់ដែលគេបូមស្រះថ្មីបងយកមកស្ងោរបែបនេះឆ្ងាញ់ណាស់ចាហើយអត់មានឆ្អាបទេបងអាចធ្វើតាមវិធីខ្ញុំបានណាហើយថ្ងៃនេះគឺខ្ញុំស្ងោរជាមួយនឹងសាច់ច្បើងចាអញ្ចឹងខ្ញុំដាំទឹកពុះខ្ញុំដាក់គ្រឿងកាត់ឆ្អាបមានជាមួយនឹងម្ដេងក្រូចសើចគល់ស្លឹកគ្រៃខ្ទឹមសហើយនឹងដុំស៊ុបសម្រាប់គ្រឿងដើម្បីកុំឲ្យត្រីយើងឆ្អាបគឺកុំប្រើស្ករបងស្ងោរជ្រក់ប្រើស្ករដឹងតែឆ្អាបហ្មងខ្ញុំនិយាយមែនស្ករហើយទឹកត្រីដាក់ជាមួយស្ងោរជ្រក់ត្រីគឺដឹងតែឆ្អាបហ្មងអាហ្នឹងការស្ងោរជ្រក់សម្រាប់ការដាក់គ្រឿងណាតែការសម្អាតត្រីរបស់យើងក៏ជារឿងសំខាន់ដែរចាសម្រាប់ត្រីឲ្យបានស្អាតមកបងកុំឲ្យវាជាប់លម្អិលជាប់អីចឹងណាត្រីយើងស្អាតវាជួយកាត់បន្ថយការឆ្អាបមកចំហៀនហើយចាតែការដាក់គ្រឿងនេះគឺវាជួយកាត់បន្ថយមកកម្រិតទៀតគឺស្ងោរជ្រក់របស់យើងគឺកាន់តែឆ្ងាញ់តែម្ដងពិសេសបានជាមួយនឹងត្រីស្រែមានពងបែបនេះជាតិឆ្ងាញ់ណាស់បងអើយធ្វើតាមវិធីហ្នឹងទៅបងដាំទឹកឲ្យពុះដាក់គ្រឿងកាត់ឆ្អាបហើយគ្រឿងប្រើតែដុំស៊ុបហើយម្សៅស៊ុបហើយប៊ីចេងអំបិលមកបានហើយបងចាដាក់តែប៉ុណ្្នឹងមកភ្លក់យករសជាតិមកគឺឆ្ងាញ់តែម្ដងអត់ចាំបាច់ប្រើស្ករប្រើទឹកត្រីទេចាស្ងោរជ្រក់យើងឆ្អិនដាក់តែជីចាគ្រឿងជ្រក់របស់យើងមកបងហើយញ៉ាំជាមួយនឹងទឹកស៊ីអ៊ីវដាក់ម្ទេសហឹលគឺថាអូយជាតិឆ្ងាញ់ខ្លាំងមែនតើសម្រាប់គ្រឿងដាក់តាមខ្ញុំនឹងទៅបងអើយឆ្ងាញ់យកតែណាមិនអស់សម្រាប់វីដេអូមានតែប៉ុណ្្នឹងទេបងអរគុណច្រើនកុំភ្លេចសាកល្បងធ្វើទាំងអស់គ្នាណា